19과 문화와 정보 특별한 날 먹는 음식 មេរៀនទី19វប្បធម៌និងចំណុចកយរយល់ដឹងអាហារសម្រាប់ឱកាសពិសេស 한국 사람들이 특별한 날에 먹는 음식에는 무엇이 있을까요? 미역국은 생일날 먹는 음식인데 소고기나 멸치 등을 넣고 오래 끓여 만든 국물에 불린 미역을 넣고 끓인 국입니다. 미역국은 원래 어머니가 아기를 낳은 후에 먹는 음식입니다. 그래서 생일에 미역국을 먹는 것은 낳아주신 어머니의 은혜를 기억하고 감사한다는 의미를 가지고 있습니다. តើអាហារអ្វីខ្លះដែលប្រជាជនកូរ៉េបរិភោគក្នុងឱកាសពិសេសមីយ៉ូកុកស៊ុបសារាយគឺជាមុខម្ហូបដែលទទួលទានក្នុងថ្ងៃខួបកំណើតវាត្រូវបានធ្វើឡើងដោយការស្ងោរសាច់គោកូនត្រីនិងគ្រឿងផ្សំផ្សេងទៀតឲ្យបានយូរបន្ទាប់មកបន្ថែមសារាយសមុទ្រដែលបានត្រាំទឹកមីយ៉ូកុកត្រូវបានម្ដាយបរិភោគដំបូងក្រោយពេលសម្រាលដូច្នេះការទទួលទានវាក្នុងថ្ងៃខួបកំណើតជានិមិត្តរូបនៃការចងចាំនិងសម្ដែងនៅការដឹងគុណចំពោះសេចក្តីសប្បុរសរបស់ម្ដាយ 삼계탕은 덥고 습한 여름 중 가장 더운 복날에 먹는 음식입니다. 삼계탕은 어린 닭에 인삼이나 찹쌀, 밤, 마늘과 같이 건강에 좋은 재료를 넣고 푹 끓인 음식입니다. 여름에 땀을 많이 흘려 기운이 없을 때 삼계탕을 먹으면 새 힘이 납니다. 떡국은 설날 아침에 온 가족이 둘러앉아 먹는 음식입니다. សាំហ្គេថាំងស៊ុបមាន់គឺជាមុខម្ហូបដែលញ៉ាំនៅថ្ងៃក្តៅហើយសើមខ្លាំងបំផុតនៃរដូវក្តៅគឺផុងណាល់ថ្ងៃដំបូងនៃរដូវក្តៅសាំហ្គេថាំងជាស៊ុបរងាស់ដែលធ្វើពីមាន់ក្មេងៗនិងគ្រឿងផ្សំសម្រាប់សុខភាពល្អដូចជាយីនសិនអង្ករដំណើបផ្លែកៅឡាក់និងខ្ទឹមសនៅពេលដែលអ្នកខ្សោយដោយសារបែកញើសច្រើនក្នុងរដូវក្តៅការញ៉ាំសាំហ្គេថាំងអាចជួយឲ្យអ្នកមានកម្លាំងវិញបាន 떡국은 소고기, 멸치 등을 넣고 오래 끓여 만든 국물에 흰 떡을 넣고 끓인 다음 계란 지단이나 김, 파 등을 올려 먹는 음식입니다. 한국 사람들은 떡국을 먹으면서 새해의 시작을 기념하며 서로 덕담을 주고받습니다. តកគុកស៊ុបនំតក់គឺជាមុខម្ហូបរបស់ជនជាតិកូរ៉េដែលគ្រួសារទាំងមូលទទួលទាននៅព្រឹកថ្ងៃបុណ្យចូលឆ្នាំតកគុកត្រូវបានគេធ្វើដោយសាច់គោឬកូនត្រីហើយដាក់នំតក់ចូលស៊ុបដែលបានស្ងោររងាស់ដាំឲ្យពុះម្ដងទៀតបន្ទាប់មកបន្ថែមទឹកស៊ុតសារាយសមុទ្រនិងស្លឹកខ្ទឹមប្រជាជនកូរ៉េប្រារព្ធពិធីចាប់ផ្ដើមឆ្នាំថ្មីដោយការហូបតកគុកហើយជូនពរទៅវិញទៅមក